សួស្តីមិត្តយុវជនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលមានចំណងជើងថានយោបាយមិនមែនជារឿងឆ្ងាយខ្លួនតែអ្នកធ្លាប់គិតទេថាអ្វីបានជាខំរៀនtrongងប់trongទ្រូប៉ុន្តែនៅតែបារម្ភពីរឿងរកការងារមិនបានឬហេតុអ្វីបានជាសម្លេងឡើងថ្លៃប៉ុន្តែចំណូលយើងនៅតែដដែលយុវជនយើងភាគច្រើនយល់ថានយោបាយគឺជារឿងដែលគ្រោះថ្នាក់ជារឿងដែលក្តៅក្រហាយឬជារឿងរបស់ចាស់ៗប៉ុន្តែការពិតនយោបាយគឺជារឿងបាយទឹកនិងអនាគតរបស់ពួកយើងទាំងអស់គ្នាច្បាប់ការងារដែលការពារអ្នកនៅកន្លែងធ្វើការប្រព័ន្ធអប់រំដែលអ្នកកំពុងតែរៀនសូម្បីតែអ៊ីនធឺណិតដែលអ្នកកំពុងប្រើមើលវីដេអូនេះក៏ដោយក៏សុទ្ធតែជាផលនៃការសម្រេចចិត្តខាងនយោបាយផងដែរការចាប់អារម្មណ៍ខាងនយោបាយមិនមែនមានន័យថាត្រូវតែបង្កចំនួនទៅឈ្លោះគ្នាឬមួយក៏ទៅធ្វើបាតកម្មនោះទេក្នុងនាមយើងជានិស្សិតនិងជាយុវជនដែលឆ្លាតវៃយើងគួរតែចាប់ផ្ដើមអំពី3ចំណុចដូចខាងក្រោម1ការអានស្វែងយល់អំពីរដ្ឋធម្មនុញ្ញកម្ពុជានិងស្វែងយល់អំពីរចនាសម្ព័ន្ធដឹកនាំរបស់រដ្ឋ2ការវិភាគការមើលព័ត៌មានដោយប្រើវិចារណញ្ញាណមិនជឿតាមការញុះញង់ឬការឃោសនាដោយគ្មានមូលដ្ឋាន3ការជជែកបង្កើតវេទិកាបែបបញ្ញវន្តដោយផ្ដោតទៅលើគោលនយោបាយមិនផ្ដោតទៅលើបុគ្គលបើសិនបើយើងជាយុវជននិងជានិស្សិតបើយើងមិនខ្វល់ពីអនាគតរបស់ខ្លួនយើងតើអ្នកណាគេមកខ្វល់ជំនួសនយោបាយល្អចាប់ដើមពីពលរដ្ឋដែលមានចំណេះដឹងតើយើងគួរចាប់ដើមរៀនសូត្រអំពីបញ្ហាសង្គមឲ្យបានច្រើនជាងមុនដែរទេសូមបញ្ចេញមតិខាងក្រោម